ជំរាបសួរទូរទស្សនិកជនសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធី D4R Digital សម្រាប់ទាំងអស់គ្នាកម្មវិធីនៅថ្ងៃនេះសូមនាំលោកអ្នកនាងមកដល់ប្រទេស Timor Leste នៅថ្ងៃទី1ខែមិថុនាឆ្នាំ2026នេះបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្នាល verify.go.tl គឺជាថ្នាលនៅក្នុងការផ្ទៀងផ្ទាត់ឯកសារដោយប្រើប្រាស់នៅបច្ចេកវិទ្យា blockchain ដំបូងគេបង្អស់របស់ប្រទេស Timor Leste ដែលមានការសហការជាថ្នាលមួយអភិវឌ្ឍដោយក្រសួងប្រៃសណីនិងទូរគមនាគមន៍របស់ព្រះរាជាណាចក្រកម្ពុជាផងដែរលម្អិតបន្ថែមទូរទស្សនិកជនសូមទស្សនានៅវីដេអូនេះដូចតទៅពិធីនេះត្រូវបានរៀបចំឡើងនៅសាលពហុបំណង GMN នៅក្នុងទីក្រុង Dili ក្រោមអធិបតីភាពរបស់អាដាម Miguel Marcos Gonçal Manitel រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យ Timor Leste និងឯកឧត្តមបណ្ឌិតជាវ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាល Digital នៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំគណៈប្រតិភូជាតិនិងអន្តរជាតិជាង500នាក់ថ្នាល verify.go.tl ត្រូវបានអភិវឌ្ឍឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងដឹកជញ្ជូននិងសារគមនាគមន៍របស់ Timor Leste ក្រសួងប្រៃសណីនិងទូរគមនាគមន៍និងគណៈកម្មាធិការរដ្ឋាភិបាល Digital នៃព្រះរាជាណាចក្រកម្ពុជាក្រោមអនុសារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកាលពីខែមករាឆ្នាំ2025ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យា Digital នៅក្នុងការលើកកម្ពស់សេវាសាធារណៈនិងការអភិវឌ្ឍសេដ្ឋកិច្ច Digitalប្រព័ន្ធនេះអនុញ្ញាតឲ្យមានការផ្ទៀងផ្ទាត់ឯកសារផ្លូវការបានយ៉ាងឆាប់រហ័សនិងមានសុវត្ថិភាពខ្ពស់ដោយប្រើប្រាស់ QR code និងបច្ចេកវិទ្យា blockchain ដែលជួយការពារការក្លែងបន្លំការកែប្រែនិងការចម្លងឯកសារដោយខុសច្បាប់ថ្នាល verify.go.tl គឺជាភស្តុតាងបង្ហាញថាកិច្ចសហប្រតិបត្តិការ Digital រវាងប្រទេសកំពុងអភិវឌ្ឍអាចបង្កើតនូវដំណោះស្រាយជាក់ស្ដែងសម្រាប់ប្រជាពលរដ្ឋនិងរដ្ឋាភិបាលក្នុងដំណាក់កាលដំបូង Timor Leste បានជ្រើសរើសយកប័ណ្ណបើកបរជាឯកសារទី1សម្រាប់ដាក់បញ្ចូល QR code ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈថ្នាល verify.go.tl ការអនុវត្តនេះបានជួយកាត់បន្ថយចំណាយនៅក្នុងការផលិតប័ណ្ណរឹងពីប្រមាណ$4អាមេរិកនៅក្នុងមួយប័ណ្ណមកនៅត្រឹមប្រមាណ10សេនតែប៉ុណ្ណោះកម្ពុជាក៏បានចែករំលែកបទពិសោធន៍ជោគជ័យនៃការប្រើប្រាស់ថ្នាល verify.go.kh លើប័ណ្ណបើកបរដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋបង្ហាញប័ណ្ណបើកបរ Digital និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៅក្នុងរយៈពេលតិចជាង1នាទីតាមរយៈកម្មវិធី DG Super App នាពេលខាងមុខក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរនឹងបន្តពង្រីកការប្រើប្រាស់ថ្នាល verify.go.tl ទៅលើឯកសារផ្លូវការផ្សេងៗទៀតរួមមានសញ្ញាបត្រអប់រំនិងឯកសារចុះបញ្ជីអត្រានុកូលដ្ឋានដើម្បីបង្កើនទំនុកចិត្តនិងប្រសិទ្ធភាពនៃសេវាសាធារណៈ Digital MOU នៅឆ្នាំ2025ឯកឧត្តមរដ្ឋមន្ត្រីលោកអញ្ជើញទៅសៀមរាបទៅចុះ MOU នៅទីនោះដូច្នេះចាប់តាំងពីពេលនោះមកមួយឆ្នាំកន្លះប៉ុន្តែបន្ទាប់ពីចុះ MOU មកក្រុមអ្នកបច្ចេកទេសចាប់ផ្ដើមធ្វើការប្រហែលជាមួយឆ្នាំបាទហើយធ្វើការតាមនីតិវិធីរហូតដល់បច្ចុប្បន្ននេះដែលយើងសម្រេចបានការដាក់ verify ទៅលើប័ណ្ណបើកបរជា digital នៅ Timor Leste ហើយក្រុមការងារយើងទាំងពីរបានផ្លាស់ប្ដូរបទពិសោធន៍គ្នាបានជួយបដិបដាលគ្នាដើម្បីឲ្យក្រុមអ្នកបច្ចេកទេស Timor Leste នឹងអាចគ្រប់គ្រងប្រព័ន្ធរបស់ខ្លួនបាននៅក្នុងពេលចាប់ពីពេលនេះតទៅរហូតដល់ឥឡូវនេះយើងបានបកគលការងារជូនគាត់គ្រប់គ្រងបន្តហើយប៉ុន្តែបើមានបញ្ហាអីគឺយើងនឹងជួយបន្តទៀតពួកយើងជួយបន្តទៀតហើយខ្ញុំចង់ជំរាបជូនដែរថាការងារជួយបច្ចេកទេសនេះគឺយើងអត់មានមកប៉ះពាល់អីទៅដល់ការងារទិន្នន័យរបស់ប្រទេស Timor Leste ទេគឺទិន្នន័យនៅក្នុងគ្រប់គ្រងដោយក្រសួងសាធារណការនិងដឹកជញ្ជូនរបស់ Timor Leste ហើយទិន្នន័យបុគ្គលគឺត្រូវបានក្រសួង Timor Leste នឹងចែកទៅជូនដល់អ្នកប្រើប្រាស់អ្នកមានអាជ្ញាប័ណ្ណបើកបរនីមួយៗជំហានទី1គឺប័ណ្ណបើកបរយើងបានបញ្ចប់ហើយជំហានទី2គឺទៅលើវិញ្ញាបនបត្រនិងសញ្ញាបត្រនៅសាលាហើយនិងសាកលវិទ្យាល័យហើយនឹងជំហានទី3គឺចូលទៅយើងនឹងជួយគាត់ទៅលើគេហៅថា
National Registry ការចុះបញ្ជីជាលក្ខណៈជាតិដូចជាចុះដាក់នៅក្នុង ID ដាក់ក្នុងឯកសារបោះឆ្នោតឡើងបាទយើងបានជួយហ្វីលីពីនបានសញ្ញេនៅសៀមរាបជាមួយ Timor Leste ហើយហ្វីលីពីនបានដាក់ជាង90លានverify ដាក់ទៅលើអត្តសញ្ញាណប័ណ្ណជាតិ ID ខាតរបស់ហ្វីលីពីនហ្នឹងបាទហើយឥឡូវហ្នឹងក៏ហ្វីលីពីនកំពុងតែរៀបចំដាក់ទៅលើ driving license ក្រៅពីនេះគឺយើងដោយសារធនធានមនុស្សយើងនៅមានកម្រិតយើងចង់ជួយ Timor Leste សិនបន្ទាប់មកឥឡូវនេះយើងកំពុងតែចាប់ផ្ដើមជួយខាងម៉ាឡេស៊ីហើយបន្ទាប់មកយើងនឹងអាចជួយឡាវព្រោះឡាវយើងត្រូវការជួយគាត់ច្រើនពេកហើយយើងក៏ជួយបង់ក្លាដេសហើយបង់ក្លាដេសបានប្រាប់យើងថាគាត់នឹងនិយាយជាមួយនឹងប្រទេសដែលគាត់ស្គាល់ច្បាស់ទៀតដើម្បីដាក់ verify យើងនៅនេប៉ាល់នៅប្រទេសមួយចំនួនទៀតបាទឈរលើស្មារតីសហការប្រតិបត្តិការធម្មតានៅពេលប្រទេសយើងមានការអីប្រទេសជាមិត្តក៏ធ្លាប់ជួយយើងធ្លាប់សហការមួយយើងហើយយើងក៏សហការយើងសហការនេះគឺដើម្បីផ្ដល់ភាពងាយស្រួលទៅដល់ប្រជាពលរដ្ឋនៅបណ្ដាប្រទេសនៅក្នុងតំបន់ក៏ដូចជានៅក្រៅតំបន់ដើម្បីឲ្យប្រើប្រាស់បច្ចេកវិទ្យាដែលកម្ពុជាបានបង្កើតនេះឲ្យកាន់តែល្អប្រសើរដើម្បីជាប្រយោជន៍ដល់ជីវភាពរស់នៅនិងការអភិវឌ្ឍប្រទេសរបស់ពួកគាត់ដែរបាទវាក៏ជាកិត្តិយសមួយដែលកម្ពុជាធ្លាប់តែគេជួយកន្លងមកប៉ុន្តែឥឡូវយើងក៏បានទៅចូលរួមសហការជួយគេវិញដែរបាទនេះជាកិត្តិយសរបស់កម្ពុជាមួយបាទ Yeah, as Minister already said, last year on January 20, we signed Memorandum of Understanding in Siem Reap, Cambodia. After that, on March 2025, the delegation from Cambodia came to Timor-Leste to attend an international seminar on digital transformation. After the seminar, the team visited make assessment to our national director for land transport just to make sure that what problem we need to help from the Cambodia. That's why based on our memorandum we decide to use the platform verify.gov platform to implement in Timor-Leste. Especially we start with the driving license. Because we see the verify.gov is secure and already has been implemented and successful in Cambodia. That's why we choose the verify to implement here. Yeah, we try to implement to another, not only in our ministry, but only another ministry. But okay, we see the infrastructure there, especially in the ministry, which one we will introduce the verify depends on the architect and also how they prepare to use the platform. As I already mentioned that based on experience in Cambodia, we trust that the verify.gov.tl will mitigate our problem in this country. Of course, I already mentioned about the implementation. We start with the National Director for the Land Transport. Now, only for the driving license, but maybe for the registration and renovation for the license of the car. And we look forward for another ministry, like maybe the document or from another ministry. We must acknowledge our reality. We just start. Our infrastructure also just conclude. That's why we look for our preparation not only for our ministry but also for the line ministerial. If they already prepare, we will introduce this platform verify.gov.tl. Yeah. Tomorrow I will have bilateral meeting with Excellency Minister. We will speak. We will
speak, we try to look for another another agents like cybersecurity and so on regarding to the transformation of digital, because I see that Cambodia and already successful in the transformation of digital. We must learn from the Cambodia also, of course, with another ASEAN countries. យើងនឹងស្អែកនេះនឹងជួបគ្នាហើយយើងនឹងទៅជែកគ្នាយើងនឹងមើលថាតើប្រទេសទាំងពីរមានចំណុចខ្លាំងអីខ្លះដើម្បីបំពេញគ្នាទៅវិញទៅមកបាទដោយឯកឧត្តមរដ្ឋមន្ត្រីលើកឡើងអញ្ចឹងថាឧទាហរណ៍រឿង cyber security កម្ពុជាធ្លាប់ត្រូវបានគេ attack កម្ពុជាអញ្ចឹងកម្ពុជាមានបទពិសោធន៍បាទអញ្ចឹងយើងនឹង share experience អ្វីដែលគេ attack Cambodia to Timor Leste so that Timor Leste អាចយកទៅពិចារណាដើម្បីពង្រឹងខ្លួនឯង ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចាត់ទុកការសម្ពោធ verify.go.tl ជាជំហានដ៏សំខាន់មួយនៅក្នុងការជំរុញរដ្ឋាភិបាល Digital ការប្រយុទ្ធប្រឆាំងការក្លែងបន្លំឯកសារនិងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទូរគមនាគមន៍បច្ចេកវិទ្យាព័ត៌មាននិងនវានុវត្តន៍ Digital រវាងកម្ពុជានិង Timor Leste ជាមួយនឹងការដាក់ឲ្យប្រើប្រាស់ថ្នាល verify.go.tl ជាផ្លូវការ Timor Leste កំពុងបោះជំហានថ្មីមួយឆ្ពោះទៅរកការកសាងរដ្ឋាភិបាល Digital ប្រកបដោយសុវត្ថិភាព តម្លាភាព និងប្រសិទ្ធភាពខណៈកម្ពុជាបន្តដើរតួនាទីជាដៃគូសំខាន់ក្នុងការចែករំលែកបទពិសោធន៍និងបច្ចេកវិទ្យា Digital ទៅកាន់តំបន់និងពិភពលោកចាទស្សនិកជនយ៉ាងណាដែលបន្តពីបានទស្សនានៅព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធទៅនឹងថ្នាលទៀងផ្ទាត់ឯកសារ verify.go.tl របស់ប្រទេស Timor Leste ចារាល់ព័ត៌មានពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា Digital លោកអ្នកអាចទស្សនាបានតាមរយៈកម្មវិធី D4R Digital សម្រាប់ទាំងអស់គ្នានេះរៀងរាល់ថ្ងៃសុក្រនិងថ្ងៃអាទិត្យនៅក្នុងការផ្សាយឡើងវិញជូនលោកអ្នកនាងក៏ដូចជាតាមបណ្ដាញសង្គមនានារបស់ BTV ផងដែរនាងខ្ញុំស៊ូជីងនិងក្រុមការងារពីប្រទេស Timor Leste សូមអរគុណនិងសូមជម្រាបលា